បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទសម្រាប់បងប្អូនដែលកំពុងតែរកផ្ទះជាផ្ទះដែលអាចចូលនៅបានភ្លាមហើយជាប្រភេទវីឡាបាទបងប្អូនអាចមើលផ្ទះនេះបានណាសារផ្ទះនេះគឺនៅថ្មីបងប្អូនបាទហើយយើងជាប្រភេទវីឡាគឺវាដាច់ឯកជនភាពក្នុងការរស់នៅបងប្អូនណាអត់មានជាប់ជាងគ្នាដូចឡានវីឡាទេអានេះវីឡាប្រភេទវីឡាទូលមកហ្នឹងហើយបាទនេះគឺសចំហៀងបងប្អូនយើងមានចំហៀងពីចំហៀងខាងហ្នឹងគឺធំទូលាយបាទសម្រាប់យើងដើរទៅខាងក្រោយហ្នឹងហើយយើងមានការ៉ូបិទមកជុំផ្ទះហ្នឹងហើយមានឯបលបងហ្នឹងមានរៀបជាសួនទៀតបាទអាចដាំតំណាំជាលំអអីបានបាទខាងក្រោយសល់ទូលាយបងប្អូនណាទង3ម៉ែត្រអីហ្នឹងហើយជិត3ម៉ែត្រហ្នឹងហើយមានលបងមកជុំបាទផ្ទះស្អាតបងប្អូនបាទតែនេះសម្រាប់បងប្អូនដែលរកវីឡាអាចជួយមើលបានណាហ្នឹងហើយចំពោះសាច់ដីបាន10គុណនឹង20ម៉ែត្របងប្អូនបាទ10គុណ20ហើយសាច់ផ្ទះគឺ8 12បងប្អូនបាទសល់មុខវិញសល់មុខខ្ទង់5ម៉ែត្រសល់ក្រោយខ្ទង់3ម៉ែត្របងប្អូនហ្នឹងហើយឥឡូវយើងទៅមើលខាងក្នុងផ្ទះបងប្អូនបាទនេះប៉ាវិនមកផ្ទះបងប្អូនណាយើងអាចចតឡានបានយ៉ាងទូលាយបងប្អូនទូលាយខ្យល់អាកាសបាទចេញចូលមានពលឺបាទទ្វាររបស់យើងគឺទ្វារកញ្ចក់បែបនេះហ្នឹងហើយយើងចូលទៅខាងក្នុងមើលម្ដងបងប្អូនបាទនៅខាងក្នុងយើងមានកន្លែងទូភ្ញៀវមួយបាទមានបន្ទប់គេងមួយនៅខាងក្រោមនឹងដែរបងប្អូនណាហើយយើងមានបន្ទប់ទឹកខាងក្រៅមួយសម្រាប់ទូភ្ញៀវអែបចដើហ្នឹងបន្ទប់ទឹកបាទហើយនៅខាងក្នុងបន្ទប់គេងហ្នឹងក៏មានបន្ទប់ទឹកមួយដែរបងប្អូនបាទសម្រាប់អ៊ំអីគាត់ដែលគាត់អាយុច្រើនគាត់ចាស់បាក់ឡើងចុះអីគាត់អាចសម្រាប់នៅក្រៅផងបានណានេះតុបទឹករបស់យើងបងប្អូនបាទជាតុបទឹករបស់យើងហើយហ្នឹងហើយបាទយើងមើលមកជុំទៅបាទការ៉ូអីនៅថ្មីទាំងអស់បងប្អូនទឹកថ្នាំនៅថ្មីតែងតែម្ដងបាទបងប្អូនណាមានសាឡុងបាទមានសម្ភារៈខ្លះនៅក្នុងផ្ទះនឹងដែរបងប្អូននេះផ្ទះបាយបងប្អូនណាផ្ទះបាយរបស់យើងមានបង្អួចបាទកញ្ចក់នឹងចេញចូលទលាយបងប្អូនបាទហើយយើងឡើងទៅមើលខាងលើបាទប្រកាន់ដៃចដើអីគឺស្រស់ស្អាតបងប្អូនណានៅថ្មីហ្នឹងហើយសម្រាប់បងប្អូនដែលមើលវីឡាអាចជួយបានបងប្អូនណាបាទយើងដល់នៅខាងលើមានបន្ទប់គេង2បងប្អូនណាហ្នឹងហើយតែនេះគឺមានប្លង់សេមួយស្លឹកបងប្អូនទៅខាងលើយើងដបូលហើយហ្នឹងហើយយើងបន្ទប់គេង2គ្រប់បន្ទប់គឺមានបន្ទប់ទឹកទាំងអស់បងប្អូនបាទតុបគេងមួយតុបទឹកមួយតុបគេងមួយតុបទឹកមួយអញ្ចឹងបងប្អូនបាទបញ្ជាក់ជូនគឺសាច់ផ្ទះ8 12បងប្អូនណាបន្ទប់គេង3បន្ទប់ទឹក4បាទនឹងឲ្យសាច់ដី10គុណ20បងប្អូនហើយជាមួយឯកសារគឺប្លង់រឹងហ្នឹងហើយប្លង់រឹងទេសជូនបងប្អូនបាទនេះបងប្អូនណាយើងមានសាឡុងមានអីនៅក្នុងហើយហ្នឹងហើយមានជាក្រែឈើបាទមកផ្លែបងប្អូនเอาចិត្តបង្អួចមានពលឺចេញចូលស្រស់ស្អាតមែនតើបងប្អូនវីឡាហ្នឹងបាទទីតាំងគឺនៅខាងភូមិស្រែដូនតូចបងប្អូនបាទសង្កាត់ពញាពុនខណ្ឌព្រែកភ្នៅយើងទេហ្នឹងហើយកងភ្នំពេញយើងទេណាហ្នឹងហើយមិនឆ្ងាយប៉ុន្មានទេសម្រាប់បងប្អូនដែលកំពុងតែស្វែងរកវីឡាអាចមើលបានបងប្អូនណាតែថ្មីស្អាតបាទយើងទិញភ្លាមអាចចូលនៅបានភ្លាមតែម៉ងបងប្អូនបាទអរគុណច្រើន